ពុកម៉ែបងប្អូនពូមីងពិចារណាឲ្យបានច្បាស់លាស់ថាកម្ចីឥណទានយើងត្រូវវាស់វែងជាមួយនឹងលទ្ធភាពក្នុងការសងរបស់យើងធ្វើម៉េចឲ្យស្រួលខ្លួនខ្ញុំដល់ពេលដែលខ្ញុំផ្ដល់ឥណទានជូនទៅកាន់អតិថិជនខ្ញុំសួរថាបងឯងបងមួយខែប្រហែលស្រួលខ្លួនបងស្រួលខ្លួនហ្នឹងមានន័យថាយើងផាត់ទាត់ការចំណាយផ្សេងទាំងអស់នៅក្នុងក្រុមគ្រួសារនៅសល់លុយដែលយើងបំរុងថានឹងសន្សំទុកហ្នឹងគឺសម្រាប់បងធនាគារអាហ្នឹងស្រួលខ្លួនដែរបើអត់ស្រួលខ្លួនទេអាហ្នឹងសូមពិចារណាឡើងវិញព្រោះរបរកសិកម្មនៅពេលដែលយើងធ្វើវាអាចមានជោគហានិភ័យខ្ពស់បន្លែអាចងាយនឹងផលសត្វល្អិតរំខានបើសត្វវិញអាចងាយនឹងចាញ់ជំងឺផ្សេងអញ្ចឹងខ្ញុំចង់ឲ្យបងត្រៀមខ្លួនចេះនៅក្នុងតារាងបងសងរបស់ធនាគារគឺគេចែងឲ្យមួយខែបងប្រហែលដល់ទៀតថាខ្ញុំថាមួយខែបង$300អញ្ចឹងបងត្រូវទៅមើលត្រឡប់មកវិញថាក្នុងរយៈពេលមួយខែហ្នឹងអត្រាការប្រាក់ប្រហែលប្រាក់ដើមដែលត្រូវរំលោះសងហ្នឹងប្រហែលព្រោះរបៀបគណនាអត្រាការប្រាក់របស់ធនាគារយើងគណនាជាប្រចាំថ្ងៃគេគិតអត្រាការប្រាក់ជាប្រចាំថ្ងៃបកគទៅបងសងនៅចុងខែអញ្ចឹងដោយលោកពូមានប្រសាសន៍អញ្ចឹងគាត់ថាដូចជាដាំបន្លែឬក៏ចិញ្ចឹមសត្វដែលយើងអាចត្រៀមទុកសម្រាប់ដល់ថ្ងៃបងធនាគារចុះសំណួរសួរថាបើប៉ះចៃដល់នេះមានករណីវិធានសាស្ត្រកាត់ឡើងមានបញ្ហាទឹកជំនន់អាសត្វដែលត្រូវត្រៀមលក់អង្សងធនាគារហ្នឹងចៃដល់នេះវាឈឺស្លាប់អស់ទៀតឥឡូវធ្វើមិនទៅអញ្ចឹងហើយខ្ញុំក៏បានជជែកមុននឹងដែរខ្ញុំគិតថាការបងសងធនាគារហ្នឹងពុកម៉ែបងប្អូនគួរតែត្រៀមជាប្រចាំថ្ងៃទុកឲ្យហើយដកដាក់កំប៉ុងទៅបាទមួយថ្ងៃ20000 30000ទុកសម្រាប់ហើយណាស់ក៏យើងត្រូវគិតថាអាលុយដែលយើងដកសន្សំទុកហ្នឹងអាចផាត់ទាត់ជាមួយនឹងអត្រាការប្រាក់ប្រចាំថ្ងៃរបស់ធនាគារបានអត់